ខ្លួនជាស្រីតែមិនខ្លាចសង្គ្រាមឬការប្រយុទ្ធនោះទេសូភីទី2ព្យាយាមបំពេញតួនាទីនៅបញ្ជាការដ្ឋានអង្គរៈមិនឲ្យខកខានក្រោយផ្ទុះជន្លោះសង្គ្រាមបាទរវាងកងទ័ពខ្មែរនិងកងទ័ពរបស់ថៃមហាជនអ្នកតាមដានពីជីវិតនិងរឿងរ៉ាវការងាររបស់អតីតបេក្ខភាព Cambodia Idol រដូវកាលទី3កញ្ញាញឹមសួនសូភីទី2ច្បាស់ជាបានជ្រាបហើយថាក្រោយពីបានក្លាយទៅជាតារាចម្រៀងអាជីពហើយនោះកាលពីអំឡុងឆ្នាំ2023តារាចម្រៀងស្រីរូបនេះបានបន្ថែមនៅជំនាញផ្នែក rap មួយបែបទៀតបន្ទាប់ពីអ្នកនាងបានប្រឡូកនៅក្នុងកម្មវិធី The Rapper Cambodia រដូវកាលទី1ក្នុងនោះផងដែរតារាចម្រៀងស្រីសឹមសួនសូភីទី2ក៏មិនត្រឹមតែមានអាជីពនៅក្នុងវិស័យសិល្បៈនោះទេតែតារាចម្រៀងដែលមានវ័យត្រឹមតែ21ឆ្នាំរូបនេះក៏ជាមន្ត្រីនៅក្នុងស្ថាប័នរដ្ឋមួយរូបផងដែរជាក់ស្ដែងនៅថ្ងៃទី29ខែឧសភាឆ្នាំ2025កញ្ញាសឹមសួនសូភីទី2ក៏បានបង្ហោះរូបភាពនៅក្នុងឯកសណ្ឋានទីហ៊ាននិងអមនឹងសារមួយឃ្លាកាលពីព្រឹកថ្ងៃទី29ខែ5ឆ្នាំ2025បំពេញការងារនៅបញ្ជាការដ្ឋានអង្គរៈប្រកាសអាសន្ននៅក្នុងជួរកងទ័ពអញ្ចឹងពាក់ព័ន្ធទៅនឹងការបាទយើងរឿងរ៉ាវបន្តិចបន្តួចពាក់ព័ន្ធទៅនឹងថៃបាញ់ខ្មែរហើយយើងបាត់បង់មរណភាពទឹកដីបាទនៅនេះទីហ៊ានម្នាក់មកទល់នៅពេលនេះឃើញបងប្អូនយើងជួយច្រើនមែនទែនបាទមិនថាតែអ្នកអនឡាញអ្នកជំនួយអ្នកតូចអ្នកធំអ្នកក្រខ្សត់បាទបាញ់តាមខ្ជួរកូដគឺច្រើនមែនទែនបងប្អូនទាំងគ្នា